រដ្ឋាភិបាលថៃនិងយោធាថៃអះអាងថាការវាយប្រហាររបស់ខ្លួនលើកម្ពុជាគឺត្រឹមត្រូវដោយថៃចោទកម្ពុជាថាគំរាមកំហែងថៃលួចដីថៃដាក់មានថ្មីប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញលើដែនដីថៃជាដើមក៏ប៉ុន្តែថៃមិនដែលបង្ហាញភស្តុតាងអព្យាក្រឹតទេក្រោមហេតុផលដែលគ្មានទឹកតាំងទាំងនេះថៃវាយកម្ពុជាសង្គ្រប់ពីគ្រប់ច្រកទាំងជើងគោកជើងទឹកនិងអាកាសចូលជ្រៅទៅក្នុងទឹកដីកម្ពុជាថៃទទួលស្គាល់ថាបានវាយប្រហារយ៉ាងជ្រៅពិតមែនក៏ប៉ុន្តែថៃរៀបរៀងការផ្ទៀងផ្ទាត់ជាឯករាជ្យដើម្បីបញ្ជាក់ថាការវាយប្រហារនោះស្របទៅតាមច្បាប់អន្តរជាតិដែរឬទេនេះបញ្ជាក់យ៉ាងច្បាស់ថាថៃភ័យខ្លាចការពិតត្រូវបានគេលាតត្រដាងការពិតចំនួន9ដែលថៃខ្លាចបំផុតរួមមានទី1ប្រទេសថៃទទួលស្គាល់ការវាយប្រហារតាមអាកាសជ្រៅទៅក្នុងទឹកដីកម្ពុជារួមទាំងការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំង F16 កំទេចស្ពានមេទឹកនៅខេត្តពោធិ៍សាត់ចម្ងាយប្រហែលជា60គីឡូម៉ែត្រពីព្រំដែនកំទេចស្ពានអូជីកនៅខេត្តសៀមរាបដែលមានចម្ងាយប្រហែលជា100គីឡូម៉ែត្រពីទល់ដែនប៉ោយប៉ែតជាស្ពានដែលប្រើប្រាស់ដោយអ្នកភូមិកសិករនិងសិស្សសាលាក៏ប៉ុន្តែថៃចោទថាស្ពានទាំងនេះសម្រាប់ដឹកអាវុធថៃមិនបង្ហាញភស្តុតាងទេហើយមិនហ៊ានឲ្យគេផ្ទៀងផ្ទាត់បញ្ជាក់ការពិតឡើយទី2ថៃទទួលស្គាល់ការវាយប្រហារនៅស្រុកបាណន់ខេត្តបាត់ដំបងដែលក្រសួងការពារជាតិកម្ពុជាថាថៃបានប្រើយន្តហោះផលិតនៅកូរ៉េខាងត្បូង P50 ថៃអះអាងថាខ្លួនចូលកំទេចបន្ទាយយោធាក៏ប៉ុន្តែនៅក្នុងការវាយប្រហារនោះមានស្ត្រីកុមារសិស្សសាលានិងចាស់ជរាផងរងរបួសតើការវាយប្រហារបែបនេះឆ្លុះបញ្ចាំងពីភាពចាំបាច់និងសមមាត្រក្រោមច្បាប់អន្តរជាតិដែរឬទេថៃមិនហ៊ានឲ្យគេផ្ទៀងផ្ទាត់ទេទី3ប្រទេសថៃបានអះអាងពីការវាយប្រហារតាមអាកាសមួយចំនួនដើម្បីបំផ្លាញមជ្ឈមណ្ឌលឆបោកតាមអនឡាញឬដែលគំរាមកំហែងសន្តិសុខថៃក៏ប៉ុន្តែតើថៃបានបង្ហាញភស្តុតាងទេមិនមានទេតើថៃប្រើសិទ្ធិអ្វីចូលវាយប្រហារលើដែនដីកម្ពុជាថៃមិនហ៊ានឲ្យគេផ្ទៀងផ្ទាត់ទេទី4ប្រទេសថៃបានបដិសេធសំណើពង្រាយក្រុមអ្នកសង្កេតការណ៍ភ្លាមនៅក្នុងបំណងរារាំងការផ្ទៀងផ្ទាត់អព្យាក្រឹតពីទីតាំងវាយប្រហារទម្លាក់គ្រាប់បែកនិងការកំណត់គោលដៅនេះក៏ព្រោះតែថៃមិនហ៊ានឲ្យគេផ្ទៀងផ្ទាត់ទី5ប្រទេសថៃបានបដិសេធការផ្ទៀងផ្ទាត់ដោយបច្ចេកវិទ្យាផ្កាយរណបឬក៏ការចូលរួមពីភាគីទី3ដោយថៃលើកឡើងថាខ្លួនគឺជាអ្នកសម្រេចនៅអ្វីដែលខ្លួនត្រូវធ្វើតាមពិតថៃខ្លាចការផ្ទៀងផ្ទាត់ទី6ប្រទេសថៃបានបដិសេធមិនទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិដោយបិទទ្វារលើការវិនិច្ឆ័យផ្លូវច្បាប់នេះគឺថៃមិនហ៊ានឲ្យគេផ្ទៀងផ្ទាត់ហើយក៏មិនហ៊ានទទួលស្គាល់ការពិតទី7ប្រទេសថៃពន្យាពេលបទចុះបាញ់ដាក់លក្ខខណ្ឌឯកតោភាគីឬក៏បដិសេធការសម្របសម្រួលដែលរារាំងការបញ្ជាក់ជាឯករាជ្យនៃការអនុលោមនិងការទទួលខុសត្រូវចំពោះអរិភាពដែលថៃបង្កើតឡើងទី8អង្គការសហប្រជាជាតិបានប្រមូលភស្តុតាងជនស៊ីវិលស្លាប់របួសនិងភៀសខ្លួនរាប់សែននាក់ប្រសិនបើថៃជឿថានេះគឺជាការវាយប្រហារទៅលើគោលដៅយោធាថៃអាចបង្ហាញភស្តុតាងតែគ្មានទេហើយថៃក៏មិនហ៊ានឲ្យមានការផ្ទៀងផ្ទាត់ដែរទី9ថៃតែងប្រកាសថាជនស៊ីវិលរបស់ខ្លួនស្លាប់ម្នាក់លុះមួយថ្ងៃមុនកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានថៃបង្កើនតួលេខស្លាប់ជាង20នាក់ដល់ថ្ងៃប្រជុំស្លាប់ជាង30នាក់តើថៃអាចបង្ហាញភស្តុតាងនិងហ៊ានទទួលការផ្ទៀងផ្ទាត់ដោយឯករាជ្យទេទំនោរមិនហ៊ានទេកម្ពុជាវិញបានប្រកាសថាខ្លួនបានត្រៀមខ្លួនចូលរួមនៅក្នុងការផ្ទៀងផ្ទាត់តាមគ្រប់មធ្យោបាយបើកម្ពុជាហ៊ានហេតុអ្វីថៃមិនហ៊ានក៏ព្រោះតែថៃខ្លាចការពិតខ្ញុំរស់សុធាពី News Today NTTV